ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននាំក្មួយមកមើលដីចំការបាទឃើញថាស្មៅគឺដុះច្រើនមែនតើពួកដីហ្នឹងខ្ញុំកាត់ទុកចោលទុំ4-5ឆ្នាំហើយទុកវាចោលហើយគេយកលិចយកកើតហើយខាងដីរបស់ខ្ញុំហ្នឹងគឺគេឈួរហើយម្ដុំហ្នឹងបាទខាងនោះបងក៏ដីគេឥឡូវគេផិចគេត្រៀមឈូសឆ្នាំហ្នឹងគេដាំផ្លែនាំដីឆ្នាំហ្នឹងអញ្ចឹងណាហើយនេះគឺដីចំការរបស់ខ្ញុំគឺថាវាចិត្តខ្លាំងមែនតើពួកឯងខ្ញុំទុកចោលវាយូរហើយខ្ទង់4-5ឆ្នាំហ្នឹងហើយឆ្នាំហ្នឹងទៀតក៏ត្រៀមលុយថាប្រងឈូប្រងអីដែរប៉ុន្តែជាអកុសលបាទលុយកង្វល់អត់ទាន់ត្រូវដីក៏អត់បានឈូហើយអស់ទាំងលុយទៀតបាទគេតោស្ដាយមែនតើថ្ងៃនេះខ្ញុំបានមកដើរមើលហើយអត់ដឹងថាត្រូវធ្វើម៉េចទៀតដែរពោះខែហ្នឹងគឺខែធ្លាក់ភ្លៀងហើយស្មៅព្រិចអីក៏ដុះច្រើនដែរហើយតាមទលោកក៏ដាំអត់ទាន់កើតអញ្ចឹងគឺមានតែលើកទៅឆ្នាំក្រោយឆ្នាំហ្នឹងត្រូវសំលុយទុកឆ្នាំក្រោយទៅឈូសទៀតពោះដីហ្នឹងរៀងធំគួរសមដែរហើយមិនដឹងថានៅខាងបងប្អូនវិញគេឈូសមហាត់មកទេប៉ុន្តែនៅខាងខ្ញុំនេះវិញមហាត់ចូល1លានជាងតំគប់រងតំអីដែរមហាត់ចូល1លាន5បាទស្ដៅអត់ឆ្លងទេបងប្អូនទាំងអស់គ្នាគឺមហាត់ចូល1លាន5ពីដីហ្នឹងគឺវាព្រៃមិនអីតង់ជួតង់គប់រងតង់ឈូសបាទគឺមហាត់1លាន5បាទសួស្ដីបងប្អូនដល់កន្លែងនេះផងដែរក៏ពីអ្នកក្មួយចំការចេញពីលបងប្រំចៃមកក៏នាំគ្នាឡើងបេះព្រីងហូបបាននៅខាងស្រុកខ្ញុំគឺសម្បូរព្រីងខ្លាំងមែនតើព្រីងទោះបីជាដើមតូចបែបនេះព្រីងមែនតើបងប្អូននៅជាងបងអាចមើលតាមក្នុងវីដេអូនេះបានហើយក្មួយខ្ញុំវាព្រីងគឺផ្លែច្រើនមែនតើបាទដើមតូចតែតាន់ណាហើយមកគេបាទអត់មានទុកជូរទេបាទគឺឲ្យផ្លែច្រើនឡើងបេះយកតម្ដងទៅពោះចង់ហូបព្រីងជូរហើយបាទតូចទៅដើមប៉ុណ្ណឹងឡងមកដើមវាធំពេកដើមអត់រួចអញ្ចឹងដើមតូចប៉ុណ្ណឹងវាមកឡើងរួចហើយក៏បេះអូបបេះអីអញ្ចឹងទៅហើយក៏នាំគ្នាមកផ្ទះមកអីវិញតែប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាហើយក្នុងវីដេអូនេះផងដែរខ្ញុំក៏លើកទឹកចិត្តដល់បងប្អូនដៃថ្មីទាំងអស់គ្នាឲ្យខិតខំប្រឹងប្រែងខុសត្រូវនឹងបង្កើតវីដេអូឲ្យបានច្រើនទាំងអស់គ្នាបាទទោះបីបានកាក់សែនក៏ដោយបាទមានតែព្យាយាមធ្វើវីដេអូឲ្យបានច្រើនអញ្ចឹងចំណូលយើងក៏បានច្រើនដែរដូចក្នុងវីដេអូខ្ញុំនេះអញ្ចឹងបាទអរគុណជម្រាបលាទាំងអស់គ្នា